នៅលើ Excel នៅពេលដែលយើងមានទិន្នន័យមួយតារាងនេះហើយយើងចង់បានទិន្នន័យណាមួយយើងតែងតែប្រើ filter ត្រូវទេអូថាខ្ញុំចង់បានទិន្នន័យតែមួយនេះទេបាទអញ្ចឹងវា load មកពេលនេះអញ្ចឹងនេះជាវិធីសាស្ត្រប្រើ filter ប៉ុន្តែខ្ញុំណែនាំវិធីសាស្ត្រមួយទៀតយើងអាចប្រើ slicer អញ្ចឹងជាដំបូងយើងអាច select មកតារាងមកហើយបន្ទាប់មកយើងចូលកន្លែង table design នេះបាទចូល table design នេះយើងជ្រើសរើសយក insert slicer ចឹងពេលដែលយើងចេញមកគឺវាបែបនេះហើយអញ្ចឹងខ្ញុំចង់បានទិន្នន័យនៅក្នុងជួរឈរ D region នេះខ្ញុំរើសយក region ហើយបន្ទាប់មកដោយសារតែខ្ញុំអត់ចង់ឲ្យវាចុះខោមអញ្ចឹងឯងខ្ញុំចង់ឲ្យវាទាំងគ្នាជាជួរអញ្ចឹងខ្ញុំ select យកកន្លែង column នេះហើយខ្ញុំជ្រើសយក4បាទអញ្ចឹង4វាបានមកឲ្យជួរចេះស្អាតបាទអីបាទហើយបន្ទាប់មកយើងយកមកដាក់លើនេះមកបាទអញ្ចឹងនៅពេលដែលយើងចង់បានទិន្នន័យកន្លែងជួរ region នេះខ្ញុំចង់បានតែទិន្នន័យនៅខាង east ទេអញ្ចឹងខ្ញុំចុចមកបាទវា load មកបាទអញ្ចឹងខ្ញុំចង់បាន north បាទវា load ទៅ north ទេ south បាទ west បាទនេះជាវិធីសាស្ត្រប្រើ slicer ផងជួបគ្នាវីដេអូក្រោយ